ប្រូឆាយលោកតាសុកក្បាលលោកតាសម្ដេចទិញតម្លៃប្រមាណដែរខ្ញុំចង់តថ្លៃមុខហែងនេះទិញមួយមីសអញជ្រៀកជាង1លានអត់បានផងអញអត់បានលក់ក្បាលឲ្យសម្ដេចទេពីព្រោះអញលក់ក្បាលឲ្យក្រុមហ៊ុននៅអាមេរិករហូតដល់អញចូលនិវត្តន៍ណាចៅណាអញធ្វើការ47ឆ្នាំអញបងពុនរហូតដល់ឥឡូវអញចូលនិវត្តន៍ណាចៅឆាយអញនៅបងពុនអញលក់ក្បាលឲ្យក្រុមហ៊ុន2ក្រុមហ៊ុនមួយគឺក្រុមហ៊ុនគ្រឿងអលង្ការហើយក្រុមហ៊ុនមួយទៀតគឺក្រុមហ៊ុនរថភ្លើងក្រោមដីហើយដូរនឹងប្រាក់ចំណូលប្រចាំឆ្នាំរហូតដល់ជាង200000មួយឆ្នាំហើយអញបងពុនឲ្យរត់47ឆ្នាំឥឡូវនៅតែបងពុនសំបីតែអញចូលនិវត្តន៍ហើយណាចៅអើយអញបងពុនហើយនឹងទិញមួយមីសអញជ្រៀកជា1លានអត់បានទេចៅព្រោះទី1ឯងក្រចំណេះដឹងទី2ឯងក្រពិសោធន៍ទី3ឯងក្រលុយហើយទិញអញមិនបានទេណាហើយទិញអញមិនបានទេអញមិនមែនរឹតដូចអាសំរាំងស៊ីដើរបោកភូតគេយកស្រោមសបុតទេយល់ទេអាសំរាំងស៊ីវាលក់ក្បាលនឹងការបោកប្រាស់ចំណែកអញអត់ទេហើយសប្តាហ៍នេះបេឡាចូលនិវត្តន៍អញ2ណាចៅបេឡា Social Security Retirement 1បេឡាមួយទៀតគឺបេឡា Pension ហើយណាកើត1000ជាតិទៀតក៏អត់មានបេឡា2ដូចអញទេព្រោះដោយសារអីដោយសារឯងអត់ចំណេះដឹងណាចៅអញ្ចឹងមិនបាច់ខំតថ្លៃតាទេមួយមីសតាជ្រៀកជា1លានហើយទិញមិនបានផងយល់នៅចៅខំរៀនណាចៅណាហើយសម្ដេចអត់ទិញអញទេមិនបានសម្ដេចអត់ទិញអញមិនបានសម្ដេចអត់ទិញអញពីព្រោះអញចូលនិវត្តន៍ទៅហើយនោះតាអាយុ73 74ស្អែកខាងស្អែកតាទៅធ្វើអីកើតណាហើយអញអត់ថោកដោយអារាំងស៊ីដើរប្រមូលស្រោមសបុតទេយល់នៅចៅអូខេហើយឯងធ្វើឲ្យថ្លៃដោយតាបានមានតម្លៃថ្លៃក្បាលឯងហ្នឹងដើម្បីមានតម្លៃថ្លៃត្រូវរៀនបរិញ្ញាបត្រ6ឆ្នាំធ្វើការឲ្យបានច្រើនឆ្នាំដោយតាបងពុនត្រឹមត្រូវកសាងគ្រួសារមានកូនមានចៅអញមានកូន5កូនអញបានជោគជ័យទាំងអស់ប្រាក់ខែសិតតែ200000ឡើងសូមបីតាអញត្រេះពងលេងណាគ្រាន់តែត្រេះពងលេងណានៅក្នុងចូលនិវត្តន៍ហ្នឹងអញរកបានរាប់ម៉ឺនអញត្រេះពងលេងយល់នៅអញ្ចឹងចៅឯងទិញបានទេចៅថ្លៃទេវរៈអ៊ីឡាងចៅធ្វើម៉េចឲ្យថ្លៃដោយតារឿងលក់អញ្ចេះតែលក់ឲ្យចៅឲ្យតែត្រូវថ្លៃប៉ុន្តែវាគ្រប់តម្លៃចៅឯងធ្វើម៉េចកុំឲ្យធ្វើថោកដោយអារាំងស៊ីដើរប្រមូលស្រោមសបុតអត់មានបញ្ជីអត់បងពុនហើយអត់មានតម្លាភាពកុំធ្វើអញ្ចឹងអូខេកុំធ្វើអញ្ចឹងអារាំងស៊ីថោកណាស់តម្លៃវាថោកទោះបីវាអួតមិនក៏នៅតែថោកដែរមិនបានថោកពីព្រោះវាដើរប្រមូលកាក់ល្អិតនោះតាណារើកំប៉ុងសមាអាជីវៈយកទៅលក់នៅនេះកើបសម្រាមសមាអាជីវៈណាសមាអាជីវៈធ្វើ MMO តាម YouTube តាម Facebook សមាអាជីវៈតាបើរៀនវិស័យស្ថាបត្យកម្មខ្មែរយ៉ាងណារៀនតែឥឡូវការងារអត់សូវមានធ្វើរៀនស្ថាបត្យកម្មល្អហើយតែការងារមិនសូវមានធ្វើCommon Heart ជួយនិយាយពីវត្តដាក់វត្តគេអត់ស្អីចឹងឯងកូនជីវិតរបស់មនុស្សបច្ចុប្បន្នមួយមកវែងឆ្ងាយពេកចៅវែងឆ្ងាយពេកឥឡូវនេះនិយាយអំពីការសិក្សាការពិសោធន៍ណាមើលសំឡេងខ្សោយចាំបន្តិចកូនណាសំឡេងខ្សោយអស់ហើយឥឡូវលឺទេ1 2 3នៅនេះពេញអស់ហើយបានតែប៉ុណ្្នឹងឯងអស់ហើយណាខ្ជិលដាក់ microphone កូនអើយណាលឺល្មមប៉ុណ្្នឹងឯងណារឿងវត្តដាក់រឿងអីរឿងរវើរវាយវែងឆ្ងាយណាឥឡូវនិយាយអំពីការសិក្សា
កាលមកដល់អាមេរិកដំបូងគឺត្រឹមបានតែបាក់ឌុបទេអាចរកការងារធ្វើបានឥឡូវនេះបរិញ្ញាបត្រ4ឆ្នាំទេពបំផុតនៅអាមេរិកបរិញ្ញាបត្រ6ឆ្នាំទើបកសាងជីវិតបានប្រាក់ពី120000ឡើងលើក្នុងមួយឆ្នាំនៅប្រទេសកម្ពុជាក៏បាក់ឌុបឥឡូវក៏ធ្វើការពិបាកដែរតែដំបូងចង់ឲ្យចៅប្រឡងជាប់បាក់ឌុបហើយចេះគិតលេខត្រឹមត្រូវគិតលេខត្រឹមត្រូវសួស្តី Houston I love Houston ខ្ញុំទៅរៀននៅ Houston ខ្ញុំរៀននៅ Houston រៀននៅ Retail Academy នៅ Houston បាទខ្ញុំនៅ Houston អញ្ចឹងត្រូវខំរៀនដល់ខំរៀនហើយឥឡូវនេះ work experience គេត្រូវការ5ឆ្នាំយើងចូលធ្វើការឲ្យជាប់បាន5ឆ្នាំទើបយើងមាន job experience ប្រែថាពិសោធន៍ការងារហើយយើងកសាងគ្រួសារកុំយកកូនច្រើនណាបើកិច្ចមិនយកកូនក៏អត់អីដែរពីព្រោះជីវភាពឥឡូវនេះលំបាកណាស់បើយកកុំឲ្យលើសពី2ហើយពេលយកកូនកុំជឿលើម៉ែឪពេកម៉ែឪគាត់អត់តាមតន់សង្គមឥឡូវទេសង្គមឥឡូវនេះគឺត្រូវគិតគូរឲ្យមែនតើអូខេខ្មែរសាន់តាត្រាស់ខ្ញុំមិនមែនកឹមសុកទេអាកឹមសុកជាអ្នកនាំពាក្យអាស៊ីចំណែកខ្ញុំមិនមែនកឹមសុកទេអូខេណាបើសិនណាជាសាន់តាឯងអត់អស់មួយរៀលអាហ្នឹងណាគេអត់មើលមុខទេគ្មានអាស៊ីណាមកមើលមុខសាន់តាឯងទេអត់មានអាណាមកមើលមុខទេសាន់តាឯងចូលអាស៊ីហ្នឹងណាចូលត្រឹមតែហាត់អាចអាស៊ីទេបើអត់អស់មួយរៀលទេណាអាហ្នឹងគ្រាន់តែចាញ់បោកគេចិត្តអាស៊ីវាបោកចិត្តសាន់តាឯងនៅតែភ្លើអញ្ចឹងប៉ុន្តែភ្លើពីរយ៉ាងមួយភ្លើលុយកាក់មួយភ្លើសតិអារម្មណ៍ឥឡូវ30ឆ្នាំហើយសាន់តាឯងសរសេរប្រាប់ខ្ញុំមើលសាន់តាឯងសរសេរប្រាប់ខ្ញុំមើលអាស៊ីជួយអីជួយប្រទេសជាតិអីខ្លះតាំងពីសម័យមកដូច្នេះហើយបើមិនចាញ់បោកអាស៊ីលុយទេចាញ់បោកចិត្តចំណែកខ្ញុំអត់ទេខ្ញុំមិនមែនកឹមសុកទេណាខ្ញុំជេមសុកអូខេណាបើសាន់តាឯងមិនភ្លើលុយកាក់ទេភ្លើចិត្តស្រុកខ្មែរមនុស្ស19លានអ្នកណាតិចជាង 1% ដែលជឿលើអាស៊ីចំណែកខ្មែរនៅក្រៅស្រុកណាសប្តាហ៍តិចជាង2 ឡូមិនយូរទេបន្តិចទៀតនៅសល់1 ឡូកន្លះអូខេអានឹងអញ្ចឹងនៅភ្លើទេកុំអួតនោះគេអត់ដែលគ្រប់គ្រងអ្នកនយោបាយបោកភូតទេអញ្ចឹង KHM Santa Tras ឯងបើមិនបាត់លុយទេនៅភ្លើខួរកុំខឹងខ្ញុំប្រាប់ត្រង់ណាអត់មានបង្ខូចទេក្បាលឯងនឹងបើកភ្នែកមើលទៅវាបបោលស្រោមសបត់តែអត់ឃើញហ៎ឯងពិតជាមានបស្រីឲ្យខ្វាក់មែនហើយឯងនៅស្រុកណាឯងមិនចេះគិតលេខនោះណាដូច្នេះឲ្យកុំបើនៅភ្លើទេភ្លើខ្លួនឯងចាស់មិនបាច់តវ៉ាទេបើមិនចាញ់បោកលុយគេទេចាញ់បោកចិត្តគេជេមសុកអត់ដែលចាញ់បោកចិត្តអត់ដែលបាញ់ចាញ់បោកលុយទេហ្នឹងចឹង Sam D CEO Banks $15,000 ទៅ 20,000 អញ្ចឹងបានចង់ឲ្យក្មេងខំរៀនដើម្បីកសាងនៅចំណេះដឹងពិសោធន៍ការងារនិងតម្លៃគ្រួសារណាវិរៈអ៊ីឡាងចៅឯងរៀនឲ្យបានខ្ពង់ខ្ពស់ចៅឯងមានពិសោធន៍ការងារច្បាស់លាស់រកបានហើយចៅណាវាសនា K8 លោកតារឿងកូនអង្ញាបើគេស្លាប់ផងខ្ញុំចាត់ទុកថារឿងនេះខ្ញុំឃើញ
ទុកឲ្យរាជការសមត្ថកិច្ចតាមរកទៅរឿងហ្នឹងខ្ញុំឃើញព័ត៌មានហើយអត់ត្រូវនិយាយអីទៀតទេរឿងច្បាប់មានបើវាមានការដែលមិនមានយុត្តិធម៌អាហ្នឹងចាំខ្ញុំរិះគន់ណាអូខេចង់ឯងនៅបកាច់យកអីក៏ដោយក៏ឯងភ្លើដែរសាន់តាត្រាស់ឯងភ្លើទី1ឯងអត់ដឹងខ្យល់អីទេឯងរស់នៅស្រុកអាមេរិកហើយអាស៊ីមកបោកឯងបានឯងគិតមើលអាអ្នកស្រូវនៅស្រុកបារាំងមិនក៏បោកឯងបានមិនក៏ឯងនៅស្រុកអាមេរិកនៅភ្លើទៀតឯងចង់នៅកណិតកដួយអីក៏នេះដែរអញប្រាប់ឯងអូខេឯងចាញ់ចិត្តគេទេអាល្ងើឯងកុំអួតនោះ30ឆ្នាំហើយវាបោកឯងនៅល្ងើទៀតហើយបើឯងថាឯងអ្នកស្នេហាជាតិអញសួរតើឯងបានកដួយអីមុខឯងស្នេហាអីឯងច្បាំងពីអង្កលឯងស៊ីត្រីងៀតពីស្រុកខ្មែរស៊ីប្រអកស៊ីប្រហុកពីស្រុកខ្មែរទីពីគេកសាងទេឯងគ្រាន់បើអីវាតល់តែដូចអញនេះអត់ស៊ីនេះអញមានស៊ីត្រីឆ្អាស៊ីត្រីងៀតអីអញអត់ស៊ីអាហ្នឹងបានគេហៅថាមនុស្សវាចេះដឹងចង់ឯងនៅកណិតកដួយអីក៏ដោយមិនអត់ទេអាមនុស្សភ្លើនោះចាញ់បោកគេហើយមកអួតប្រាប់អញថាឯងមិនចាញ់បោកគេទៀតងាប់អញហើយចាញ់បោកចិត្តគេហើយហើយនៅដល់អាមេរិកឲ្យអាមនុស្សអន់នៅស្រុកប្រាំងមកបោកឯងបានហើយច្បាំងតាមជំរំឯងច្បាំងបានអាចអីឯងបានដីមកចង្អាមទេមើលឯងបានដីមកចង្អាមឯងច្បាំងតាមជំរំឯងច្បាំងសក់វែងម៉ាក់កាយេកាន់7ឆ្លោះសុទ្ធគ្នាតាមតង់ហ្នឹងដូចមកអាឡប់មុខឯងនេះធ្វើអីកើតនៅភ្លើទៀតឥឡូវអញសួរឯងហ៊ានស្បត់ទេឯងអត់ស៊ីមហូបស្រុកខ្មែរហើយមហូបស្រុកខ្មែរអ្នកណាធ្វើយួនធ្វើ CPP ធ្វើឯងស៊ីហ្នឹងឯងនៅស៊ីទេហើយឯងតាំងពីមកជន់ដីអាមេរិកហ្នឹងឯងទៅយកស្អីបានកុំថាឡើយមួយថ្នាំងដៃ1មីលីម៉ែត្រឯងយកមិនបាន1មីលីម៉ែត្រឯងយកមិនបានផងហើយឯងនៅល្ងើចាញ់បោកអាស៊ីទៀតអញខ្ជិលតបានណាអីឯងអីច្បាំងជំរុំក្តិតអាចអីទេបើមិនអាចទេកុំខំប្រឹងជុះវាអត់ចាញ់ទេអូខេនិយាយលេងទេណានិយាយលេងទេនិយាយលេងទេភ្ញាក់ខ្លួនឡើងបើមិនភ្ញាក់ខ្លួនទេក៏ឲ្យទៅនៅសល់តែ2ឡូទេអារាំងស៊ីនោះណានិយាយលេងទេគ្មានរឿងអីទៅឆ្លោះទេកាលណាចាញ់មកហ្នឹងដឹងថាមានបានការអីទៅហើយហ្នឹងអញ្ចឹងការផ្លាស់ប្ដូរណាមើលអ្នកលើគេសួរអីចេះអូភ្លៀងច្រើនណាលោកតាប៉ុស្តិ៍ទូរទស្សន៍ថៃផ្សាយថាប្រជាជនថៃច្រើនណាស់មានចម្ងល់ថាថៃមានភស្តុតាងខ្មែរប្រើ BM21 បាញ់ភូមិឋានពលរដ្ឋថៃហេតុអ្វីមិនប្តឹងទៅ ICC មានប្តឹងកើតណាថៃវាឆ្លៀនពៀនយើងវាប្តឹងអាចអីកើតប្តឹងវាអត់កើតហើយពួកទូរទស្សន៍ដែលផ្សាយហ្នឹងអាពួកហ្នឹងសោះពួកអាកាពិល្ងើតាមកវាល្ងើហ្នឹងមិនមែនដឹងអីវាប្តឹងមិនកើតប្តឹងអាចអីបើវាឆ្លៀនពៀនយើងសង្គ្រាមអានឡែនសូវឲ្យតានិយាយពីប្រវត្តិសិក្សារបស់សម្ដេចសីហនុសម្ដេចសីហនុរៀនបានត្រឹមថ្នាក់វិទ្យាល័យអត់ចប់ទេមានន័យថាសម្ដេចសីហនុអត់ចប់បាក់ឌុបទេតែប៉ុណ្ណឹងសេវឆេងលោកតាបើរៀនជំនាញទំនាក់ទំនងអន្តរជាតិល្អទេល្អតែអត់សូវមានការធ្វើអូខេលោកបងនៅអាមេរិកបើកូនអ្នកធំបើកឡានបុកគេស្លាប់តើច្បាប់អនុវត្តតឹងរឹងដែរឬទេនៅស្រុកអាមេរិកគ្រប់ខេត្តកម្មបើកឡានបុកគេស្លាប់ណាទោះបីកូនប្រធានាធិបតីក៏ដោយក៏ជួយអត់បានដែរត្រូវទទួលទោសតាមនឹង
គេអាចមានអំពើពុករលួយបានខ្លះណាបងអូនដូចជាពេលបុកទៅគេធ្វើម៉េចកុំឲ្យប៉ូលីសឆែកជាតិស្រានៅក្នុងខ្លួនបានបើបុកគេស្លាប់ហើយវាគេអ្នកមានអំណាចធំដុំគេបញ្ញាប់ធ្វើម៉េចកុំឲ្យភ្នាក់ងារប៉ូលីសឆែកជាតិស្រាក្នុងខ្លួនបានហើយកុំឲ្យអ្នកកសែតចំរោមបានគេអាចសម្រាលទោសដែលបុកមនុស្សស្លាប់នឹងបានដោយសងថ្លៃខូចខាតនិងទទួលជាប់គុកធម្មតាទទួលជាប់គុកធម្មតាដូចជាប់គុកមួយឆ្នាំអីចឹងណាហើយនឹងសងរដ្ឋបវេនីអ្វីនៅប្រទេសអាមេរិកយើងអត់អាចធ្វើសំណងរដ្ឋបវេនីជំនួសសំណងព្រហ្មទណ្ឌទេព្រហ្មទណ្ឌមានន័យថាម៉េចមានន័យថាកាលណាយើងបុកគេស្លាប់បើយើងបុកគេស្លាប់ឧទាហរណ៍ថាមនុស្សហ្នឹងកូនសេដ្ឋីឬក៏កូនប្រធានដីហើយវាស្វឹងទៅបុកគេស្លាប់ធ្វើម៉េចកុំឲ្យជាប់ការពិសោធន៍ជាតិអាកុលនៅក្នុងខ្លួនបើសិនជាបានប៉ូលីសច្បាច់ខ្យល់ឲ្យផ្លុំហើយជាប់ទោះបីប៉ូលីសនឹងលុបអានឹងចោលក៏ដោយទាំងប៉ូលីសទាំងកូននឹងអត់រួចខ្លួនទេគឺទោសធ្ងន់អាចជាប់គុកដល់10ឆ្នាំហើយมันអាចយកសំណងរដ្ឋបវេនីមកសងជំនួសជីវិតមនុស្សទេវាខុសគ្នាពីប្រទេសយើងដែលគេយកសំណងរដ្ឋបវេនីមកសងជំនួសជីវិតមនុស្សគឺអ្នកដែលបុកគេស្លាប់នឹងត្រូវតែជាប់គុកហើយសំណងរដ្ឋបវេនីត្រូវតែសងឧទាហរណ៍តកូនអ្នកមាននឹងវាបើកឬក៏កូនប្រធានដីវាស្វឹងស្រាវបើកបុកគេបើគ្នាវាឆ្លាតតែធ្វើម៉េចកុំឲ្យគេផ្លុំជាតិអាកុលបានគេអាចកែថាជាគ្រោះថ្នាក់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតដោយអ្នកបើកនឹងគ្រោះថ្នាក់អញ្ចឹងអ្នកបើកនឹងអាចជាប់គុក1ឆ្នាំហើយសំណងរដ្ឋបវេនីមាន2ជាន់សំណងអាសុរង្គមួយជាន់ហើយសំណងរដ្ឋបវេនីបន្តតែឲ្យមនុស្សនឹងអត់ជាប់គុកតលតែធ្វើម៉េចថាអ្នកដែលត្រូវគេបុកហ្នឹងវាធ្វើអីខុសដូចជាការឆ្លងថ្នល់លឿនឬក៏បើកបរខុសដែរណាហើយនៅស្រុកនេះឲ្យតែកូនអ្នកធំអ្នកមានបណ្ដាស័ក្តិជាព្រឹទ្ធសភាជារដ្ឋសភាជាអ្នកនយោបាយនៅបុកគេផ្លាប់មិនសូវរត់រួចទេពាក្យមិនសូវរត់រួចហ្នឹងមិនមែនមានន័យបើវាជាស្រាជាអីហ្នឹងគឺឆាប់ដឹងណាស់បាទឆាប់ដឹងអញ្ចឹងហើយបានជាកូនលោកធំនៅស្រុកនេះវាអត់សូវផឹកស្រាបើកឡានទេវាអត់សូវផឹកស្រាបើកឡានទេព្រោះទោសវាកិច្ចមិនរួចណាអាហ្នឹងអញ្ចឹងទោសវាកិច្ចមិនរួចវិសាល Morning Star ប្រជាជនអត់សូវមានជំនឿលើច្បាប់លោកតានៅពេលកូនអ្នកធំធ្វើខុសហើយមិនអាចជាប់គុកជាពិសេសរឿងបង្កហេតុហើយជាយាមរត់គេចជំនឿទៅលើច្បាប់នេះវាអត់សូវមានជំនឿលើច្បាប់តែបើយើងវាស់ពី93មក2000ពី2000មក2010ពី2010មក2020ពី2020មក26យើងឃើញថាវាមានសេចក្តីចម្រើនជាងមុនណាវាមានសេចក្តីចម្រើនជាងមុនមានន័យថាវាកែប្រែច្រើនយើងត្រូវខំបង្ហោះរឿងពិតឲ្យបានច្រើនដើម្បីតាក់ទាញឲ្យសមត្ថកិច្ចនិងរាជការយកចិត្តទុកដាក់រកសេចក្តីយុត្តិធម៌ឲ្យជនរងគ្រោះអាហ្នឹងអញ្ចឹងណា
ហឹម